សួស្តីពុកម៉ែបងប្អូនដែលស្រឡាញ់ខាងវិស័យកសិកម្មថ្ងៃនេះខ្ញុំមានចំណេះដឹងមួយចង់ចែករំលែកជូនបងប្អូនអំពីបច្ចេកទេសចិញ្ចឹមក្តាមស្រែក្នុងតង់ឬក្នុងអាងស៊ីម៉ង់មុននឹងដល់វីដេអូសូមបងប្អូនជួយចុច Subscribe ឬចុចរូបសញ្ញាកណ្ដឹង 1. ការជ្រើសរើសពូជការជ្រើសរើសពូជនេះគឺងាយស្រួលខ្លាំងណាស់ព្រោះថាអ្នកអាចទិញក្តាមរស់ដែលលក់នៅតាមទីផ្សារឬយកមកចិញ្ចឹមក៏បានឬអាចទៅចាប់តាមទន្លេនិងតាមវាលស្រែក៏បានដោយហេតុថាខ្មែរយើងមិនទាន់មានអ្នកចិញ្ចឹមដូច្នេះទើបមិនមានអ្នកលក់កូនពូជដូចនៅប្រទេសគេឡើយ 2. ការជ្រើសរើសទីតាំងសម្រាប់ចិញ្ចឹមចំពោះក្តាមស្រែនេះអ្នកចិញ្ចឹមក្នុងលូក៏បានអាងស៊ីម៉ង់ក៏បានពាងឬស្រះក៏បានទៅតាមស្ថានភាពជាក់ស្ដែងរបស់លោកអ្នកប៉ុន្តែជាទូទៅនៅប្រទេសដទៃគេចិញ្ចឹមដោយប្រើស្រះឬជាធម្មតាមានទំហំ350ទៅ1100ម៉ែត្រការ៉េនិងមានកម្ពស់ប្រមាណពី130ទៅ150សង់ទីម៉ែត្រ 3. ការរៀបចំដាក់ចិញ្ចឹមការជ្រើសរើសទំហំលូសម្រាប់ចិញ្ចឹមគឺអាស្រ័យទៅលើផ្ទៃដីដែលលោកអ្នកចង់ដាក់ចិញ្ចឹមប៉ុន្តែត្រូវមានកម្ពស់1ម៉ែត្រដើម្បីការពារកុំឲ្យក្តាមវាចេញយកបំពង់ទុយោ PVC ចំនួន2ដើមមកដាក់សម្រាប់បញ្ចេញនិងបង្ហូរទឹកប្រសិនបើប្រើលូថ្មីត្រូវត្រាំទឹកហើយដូរទឹក3ទៅ4ដងយកដើមចេកមកដាក់ក្នុងអាងដើម្បីកាត់បន្ថយជាតិកំបោរនិងដាក់ដីកម្រាស់ប្រមាណ20ទៅ30សង់ទីម៉ែត្រធ្វើដំបូលដើម្បីផ្ដល់ជាម្លប់និងដាក់បំពង់ទុយោឬក្បឿងចាស់ៗជាជម្រករបស់វាគួរដាំស្រូវត្រកួននិងស្មៅចកសារាយរួចដាក់ទឹកចូលកម្រាស់កម្ពស់ប្រមាណ30សង់ទីម៉ែត្រ 4. ការដាក់ចិញ្ចឹមករណីចិញ្ចឹមក្នុងស្រះអ្នកអាចដាក់ចិញ្ចឹមកូនក្តាមប្រមាណ6000ទៅ9000ក្បាលក្នុងដី1ហិកតាក្នុងករណីចិញ្ចឹមក្នុងពាងឬលូត្រូវកំណត់ក្តាមឈ្មោលចំនួន25ក្បាលនិងញីចំនួន25ក្បាល 5. ការផ្ដល់ចំណីត្រូវដាក់ចំណី3ដងក្នុងមួយសប្តាហ៍ចំណីមានដូចជាបាយកូនត្រីល្អិតកំពឹសស្ពៃត្រកួនគួរដាក់ចំណីឲ្យសមល្មមកុំឲ្យច្រើនហួសពីតម្រូវការព្រោះអាចធ្វើឲ្យលូចិញ្ចឹមត្រូវប្រែទៅជាស្អុយដូច្នេះគួរយកចេញបាននៅសល់ត្រូវដូរទឹក2ទៅ3ដងក្នុងមួយខែបើយកកូនក្តាមតូចៗដែលមានអាយុ15ថ្ងៃមកចិញ្ចឹមគួរផ្ដល់ចំណីជាប្រភេទដង្កូវក្រហមឬពងមាន់ស្ងោរក្រហមជាចំណីក្រៅពីនេះអាចរើកូនត្រីកំពឹសមកចិញ្ច្រាំឲ្យវាស៊ីឬក៏ចំណីត្រីអណ្ដែងក៏បាន 6. របៀបនៃការថែទាំនៅពេលក្តាមសកក្តាមដែលសកសម្បកសង្កេតឃើញនៅពេលដែលស្នាមឆ្នោតខាងចុងនៃសម្បកខ្នងឃ្លាគ្នាខុសប្រក្រតីសម្បកក្តាមនឹងនៅស្ងៀមហើយទាញជើងចេញក្រៅទាំងសងខាងស្នាមត្រនោងខ្នងនឹងបើកចេញជើងគួរខាងក្រោយរបស់វាក៏បើកចេញមកមុន
ការប្រមូលផលបន្ទាប់ពីក្តាមសបបានពី13ទៅ15ដងទើបល្មមជាក្តាមពេញវ័យអាចលក់បាននៅរដូវភ្លៀងមីក្តាមមួយក្បាលមានពងប្រមាណ500ទៅ700ពងក្តាមធំធាត់រយៈពេលពី6ខែទៅ8ខែ